Super HSK មួយមេរៀនទី2អញ្ចឹងចង់ដឹងថានៅមេរៀនទី2គឺយើងសិក្សាពីអ្វីខ្លះអញ្ចឹងសូមទៅមើលទាំងអស់គ្នាចំពោះមេរៀនទី2នេះផងដែរគឺមិនសូវខុសគ្នាពីមេរៀនទី1ទេអញ្ចឹងយើងបើកមើលមួយទំព័រហើយយើងនឹងចាប់ផ្ដើមមេរៀនពីទំព័រលេខ8ទៅអញ្ចឹងយើងចូលដល់មេរៀនទី2និយាយពីការសន្ទនាជាមួយនឹងពាក្យថ្មីអញ្ចឹងយើងទៅស្ដាប់ទៅនឹងអត្ថបទដើមសំឡេងដើមទាំងអស់គ្នា第二课，谢谢你。 Lesson 2. Thank you. 课文一， Text 1. 谢谢，不谢， New words. 谢谢，不， អញ្ចឹងយើងមកស្ដាប់នឹងបកប្រែមេរៀនយើងចំពោះការបកប្រែអត្ថបទទី1គឺខ្ញុំសរសេរបកប្រែនៅក្នុងនឹងតែម្ដងអញ្ចឹងយើងស្ដាប់ម្ដងទៀតហើយយើងមើលនៅក្នុងបកប្រែទៅបើសិនជាយើងចង់កត់ចូលសភៅគឺយើងអាចមើលនៅក្នុងនឹងតែម្ដងអញ្ចឹងកុំឲ្យចំណាយពេលវេលាយើងច្រើនតោះអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នា 第二课，谢谢你。 Lesson 2. Thank you. 课文一， Text 1. 谢谢，不谢， New words. 谢谢，不， អញ្ចឹងចំពោះអត្ថបទទី1គឺបានបញ្ចប់ហើយតកតងជាមួយនឹងអត្ថបទទី1ហ្នឹងគឺនិយាយពីអត្ថបទសន្ទនារវាង A និង B អញ្ចឹងតោះយើងចូលទៅដល់សន្ទនាអត្ថបទទី2អញ្ចឹងយើងស្ដាប់នឹងបកប្រែទាំងអស់គ្នា 课文二， Text 2. 谢谢你，不客气， New word. 不客气， អញ្ចឹងយើងក្រឡេកមើលពាក្យបកប្រែហើយនឹងអានតាមហើយចំពោះបកប្រែថាម៉េចគឺខ្ញុំសរសេរចូលក្នុងនឹងហើយអញ្ចឹងយើងអាចមើលតែម្ដងទៅព្រោះអីនៅពេលដែលយើងស្ដាប់ផងយើងមើលបកប្រែផងយើងអាចចាប់បានលឿន 课文二， Text 2. 谢谢你，不客气， New word. 不客气， យើងបន្តចូលទៅក្នុងអត្ថបទទី3បន្តទៀតចំពោះអត្ថបទទី3ហ្នឹងក៏ជាលក្ខណៈសន្ទនារវាង A និង B ដូចគ្នាអញ្ចឹងតើយើងចូលទៅស្ដាប់ទាំងអស់គ្នា 课文三， Text 3. 再见，再见， New word. 再见， អញ្ចឹងយើងមកមើលអត្ថបទបកប្រែហើយស្ដាប់ម្ដងទៀតហើយសូមបញ្ជាក់ផងដែរចំពោះការដែលសិក្សានៅក្នុងសៀវភៅនេះគឺទាមទារឲ្យមានសៀវភៅតែម្ដងនៅពេលដែលយើងរៀនមានសៀវភៅយើងនឹងចាប់មេរៀននោះគឺឆាប់បានឆាប់ចេះអញ្ចឹងបើសិនបើអាចគួរតែមានសៀវភៅបើសិនជាបងប្អូនអត់មានសៀវភៅទេតើតែកត់អាសាកត់ហើយអាសាមើលនៅក្នុងវីដេអូទៅបានឆាប់ចេះចំពោះការបកប្រែឬក៏អីផ្សេងខ្ញុំដាក់បកប្រែឲ្យក្នុងនឹងស្រាប់ដើម្បីឲ្យបងប្អូនយកទៅកត់ចូលនៅក្នុងសៀវភៅដោយខ្លួនឯងអញ្ចឹងខ្ញុំអត់បាននិយាយពាក្យបកប្រែទៀតទេអញ្ចឹងបងប្អូនមើលនៅក្នុងនឹងយល់ហើយបើបងប្អូនមានសៀវភៅបងប្អូនសរសេរចូលអញ្ចឹងពេលណាដែលបងប្អូនចង់មើលសៀវភៅគឺមាននៅក្នុងនឹងស្រាប់អញ្ចឹងបងប្អូនងាយស្រួលនៅក្នុងការរៀនថែមទៀតអញ្ចឹងកុំឲ្យខាត់ពេលយើងយូរតែចូលទៅស្ដាប់និងមើលបកប្រែម្ដងទៀត 课文三， Text 3. 再见，再见， New word. 再见， បន្តមេរៀនមកទំព័រទី9ចំណុចទី1ចំណុចទី1គឺយើងនិយាយអំពីជញ្ជាក់និងស្រៈឬដែលយើងហៅថាពាក្យខាងដើមនិងពាក្យខាងចុងអញ្ចឹងកាលពីមេរៀនទី1នោះគឺយើងបានរៀនម្ដងរួចហើយតើតើជាមួយនឹងពាក្យខាងដើមនិងពាក្យខាងចុងនៃស្រៈហើយនឹងជញ្ជាក់នៅក្នុងភាសាចិន
ចំពោះចំណុចនឹងដែរគឺយើងមកបន្តជាមួយនឹងពាក្យដើមនិងពាក្យចុងនឹងបន្តទៀតដោយសារតែនៅក្នុងមេរៀនទី1គឺយើងបានរៀនតែខ្លះប៉ុណ្ណោះឥឡូវនៅមេរៀនទី2នេះគឺគេមកបន្ថែមអញ្ចឹងសូមយើងអាននិងស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ 声母2 Initials 2. 知吃诗日滋呲丝韵母2 Finals 2. 欧优安焉弯渊恩阴温晕昂央汪应翁翁庸 អញ្ចឹងបន្ទាប់ពីយើងបានស្ដាប់រួចហើយខ្ញុំចង់បញ្ជាក់បន្តិចតទៅជាមួយនឹងហ៊ីងអ៊ីងស្រៈនិងព្យញ្ជនៈនឹងអញ្ចឹងនៅក្នុងមេរៀនទី1គឺយើងបានរៀនខ្លះហើយនៅក្នុងមេរៀនទី2នេះគឺសម្រាប់ភ្ជាប់តពីមេរៀនទី1អញ្ចឹងបើយើងចង់មើលពេញតែម្ដងយើងមើលនៅក្នុងមេរៀនទី1និងទី2គឺយើងបានឃើញតទៅជាមួយនឹងហ៊ីងអ៊ីងដែលយើងហៅថាហ៊ីងអ៊ីងណាគឺសម្រាប់ប្រកបអក្សរចិនដូចដែលយើងប្រកបជាមួយនឹងស្រៈនិងព្យញ្ជនៈខ្មែរយើងអញ្ចឹងដែរគាត់ថាខ្មែរយើងផ្ដោតទៅលើស្រៈហើយព្យញ្ជនៈតែម្ដងប៉ុន្តែនៅក្នុងភាសាចិនគឺគេសម្គាល់ថាវាគឺជាពាក្យខាងដើមនិងពាក្យខាងចុងសម្រាប់គុំអក្សរចូលគ្នាហើយវាមានថែមសម្លេងទៀតអញ្ចឹងណាអញ្ចឹងយើងតមកចំណុចមួយទៀតខាងក្រោមគេឲ្យយើងក៏លេចមើលរូបភាពហើយនឹងអានពាក្យខាងក្រោមហ្នឹងឲ្យបានលឺអញ្ចឹងតោះយើងទៅស្ដាប់ទាំងអស់គ្នា 看图片，朗读下列单音节词语。 Look at the pictures and read the monosyllabic words aloud. 三山中杨陵菜手熊云星圆人船床吃热 អញ្ចឹងសូមស្ដាប់ម្ដងទៀតហើយយើងអានបកប្រែខាងក្រោមផងណាដើម្បីឲ្យយើងចាំសំឡេងហើយគឺយើងដឹងថាបកប្រែថាម៉េចទៀតតោះអញ្ចឹងមកស្ដាប់ទាំងអស់គ្នាហើយនឹងបកប្រែទាំងអស់គ្នាគឺយើងអានបន្តគ្នាហ្មងណាទៅឆាប់ចាំតោះអញ្ចឹងយើងចូលទៅស្ដាប់ម្ដងទៀត 看图片，朗读下列单音节词语。 Look at the pictures and read the monosyllabic words aloud. 三山中杨陵菜手熊云星圆人船床吃热 យើងបន្តមេរៀនយើងចូលមកទំព័រទី10នៅមេរៀនទី2ដដែលអញ្ចឹងនៅចំណុចហ្នឹងគេឲ្យយើងកលេចទៅមើលរូបភាពហើយអានពាក្យឲ្យបានលឺអញ្ចឹងតោះយើងទៅស្ដាប់ការអានទាំងអស់គ្នា 看图片，朗读下列双音节词语。 Look at the pictures and read the disyllabic words aloud. 冰箱鸡蛋司机足球
机场，爬山，手表，熊猫。 យើងស្ដាប់ម្ដងទៀតហើយនឹងបកប្រែអញ្ចឹងយើងស្ដាប់បណ្ដាហើយបន្ទាប់មកយើងក៏លេចមើលនៅខាងក្រោមទៅគឺមានដាក់អក្សរខ្មែរអញ្ចឹងបន្ទាប់ពីយើងស្ដាប់សំឡេងហើយយើងអានជាអក្សរខ្មែរធ្វើឲ្យយើងឆាប់ចាំពាក្យអញ្ចឹងតោះយើងទៅស្ដាប់នឹងបកប្រែទាំងអស់គ្នា 冰箱，鸡蛋，司机，足球，机场，爬山，手表，熊猫。 ចូលមកចំណុចទី2ចំណុចទី2និយាយពីសំឡេងអញ្ចឹងខ្ញុំរំលឹកឡើងវិញតើតើជាមួយសំឡេងចំពោះសំឡេងយើងមានសរុបទាំងអស់កាលយើងរៀននៅមេរៀនទី1សំឡេងមូលដ្ឋានរបស់យើងគឺមាន4អញ្ចឹងឥឡូវនេះចូលមកដល់មេរៀនទី2គឺថែមមួយសំឡេងទៀតគឺសំឡេងស្រាលហើយនឹងខ្លីអញ្ចឹងសំឡេងស្រាលហើយនឹងខ្លីហ្នឹងគឺជាចំណែកមួយនៃសំឡេងទាំង4ដែរអញ្ចឹងសរុបទៅយើងមាន5សំឡេងនៅក្នុងភាសាចិន គ្រាន់តែថាសំឡេងទី5ហ្នឹងគឺវារៀងស្រាលហើយមិនមានសញ្ញាសំឡេងនៅខាងលើទេអញ្ចឹងដើម្បីលម្អិតមកមើលតារាងនេះទាំងអស់គ្នាខ្ញុំនឹងសង្ខេបឲ្យទាំងអស់ថាសំឡេងហ្នឹងគឺមាន5នៅក្នុងភាសាចិនតែអញ្ចឹងយើងទៅមើលទាំងអស់គ្នាតែម្ដងអញ្ចឹងយើងរំលឹកឡើងវិញតើតើជាមួយនឹងសំឡេងទាំង5នៅក្នុងភាសាចិនសំឡេងទី1ហ្នឹងគឺយើងអានស្មើហើយសំឡេងត្រង់វែងចំពោះសំឡេងទី2គឺយើងអានសំឡេងឡើងលើ សំឡេងទី3គឺយើងអានទម្លាក់សំឡេងហើយរួចឡើងលើវិញសំឡេងទី4គឺយើងអានសំឡេងសង្កត់ចុះក្រោមហើយចំពោះសំឡេងទី5ដែលយើងកំពុងរៀនហ្នឹងគឺអានខ្លីហើយនឹងស្រាលអញ្ចឹងយើងមកមើលចំណុចសម្គាល់នៅខាងក្រោមទាំងអស់គ្នាដែលជាសំឡេងទី5ហ្នឹងគឺគេបាននិយាយថាសំឡេងស្រាលសំឡេងទី5ហ្នឹងគឺគ្មានសញ្ញាមានន័យថាគ្មានសញ្ញានៅលើគូសនៅលើស្រៈឬក៏គូសនៅលើពាក្យខាងចុងដែលយើងបានរៀនណា มันមានសញ្ញាទេហើយគេឲ្យឧទាហរណ៍ពាក្យម៉ាហើយនឹងពាក្យប៉ាអញ្ចឹងយើងមើលសំឡេងទី1ហ្នឹងគឺជាសំឡេងនៃមូលដ្ឋានគ្រឹះហើយសំឡេងទី2ហ្នឹងគឺសំឡេងទី5ហ្នឹងឯងគឺវាស្រាលហើយវាខ្លីទៀតអញ្ចឹងគឺវាមិនមានសរសេរគំនូសសញ្ញានៅលើអក្សរទេអញ្ចឹងបើសិនបើបងប្អូនមិនទាន់យល់ច្បាស់អាចមើលនៅក្នុងឧទាហរណ៍យើងមានឧទាហរណ៍ខាងក្រោមច្រើនទៀតអញ្ចឹង ឧទាហរណ៍ទាំង4ខាងលើគឺបងប្អូនអាចមើលបានពាក្យទាំងអស់ហ្នឹងហើយខ្ញុំនឹងបកប្រែហើយនឹងអាននៅពាក្យខាងក្រោមដើម្បីឲ្យបន្ថែមទៀតអញ្ចឹងតោះយើងទៅស្ដាប់ហើយនឹងបកប្រែខាងក្រោមដូចគ្នា 朗读下列音节，注意轻声的读法。 Read the syllables aloud and pay attention to the neutral tone. 桌子，房子，椅子，柜子，他们，人们，我们，弟弟，衣服，儿子，喜欢，认识，先生，朋友，晚上，漂亮。 តោះយើងស្ដាប់នឹងបកប្រែម្ដងទៀត 朗读下列音节，注意轻声的读法。 Read the syllables aloud and pay attention to the neutral tone. 桌子，房子，椅子，柜子，他们，人们，我们，弟弟，衣服，儿子，喜欢，认识，先生，朋友，晚上，漂亮。 ចូលដល់ទំព័រទី11ចំណុចទី3អញ្ចឹងនៅក្នុងចំណុចនឹងដែរគេនិយាយពីការដាក់សំឡេងអ
មានន័យថាការដាក់សញ្ញាសំឡេងណាអញ្ចឹងចំពោះការដាក់សញ្ញាសំឡេងនៅក្នុងភាសាចិនត្រូវដាក់នៅលើស្រៈនៅពេលដែលមានស្រៈច្រើនឬក៏ចាប់យើងអាចនិយាយថាចាប់ពី2ឡើងទៅនៅខាងផ្នែកខាងចុងនៃព្យាង្គមានន័យថាស្រៈនឹងសំឡេងត្រូវដាក់នៅលើស្រៈដែលមានបញ្ចេញសំឡេងដោយបើកមាត់ធំជាងគេមានន័យថាឧទាហរណ៍ថាមកអក្សរអញ្ចឹងយើងមានអក្សរពីងអ៊ីងនៅក្នុងហ្នឹងវាអាចមានទៅដល់2សំឡេងឬពេលខ្លះអាច3សំឡេងអញ្ចឹងគេថាឲ្យយើងនឹងដាក់សញ្ញាសំឡេងហ្នឹងនៅលើស្រៈណាដែលមានសំឡេងដែលយើងនិយាយហាមាត់ធំទៅហាមាត់តូចណាហើយស្រៈទាំងអស់ហ្នឹងគឺមានលំដាប់លេខរៀងអញ្ចឹងលេខរៀងទី1ហ្នឹងមាន A លេខរៀងទី2ហ្នឹងគឺមាន O លេខរៀងទី3គឺ E លេខរៀងទី4ហ្នឹងគឺ E លេខរៀងទី5គឺ O ហើយលេខរៀងទី6ហ្នឹងគឺ E ដែរប៉ុន្តែE ហ្នឹង E មាត់ស្រួចយើងអានមាត់ស្រួចទៅបានត្រូវសំឡេងតង់វាគឺ E អញ្ចឹងទាំងអស់ហ្នឹងបើសិនបើយើងចង់ច្បាស់ទេយើងអាចមើលឧទាហរណ៍ខាងក្រោមបាននៅក្នុងឧទាហរណ៍ខាងក្រោមគឺគេមានដាក់ឲ្យយើងស្ដាប់ហើយយើងមើលទៅបើសិនបើអត់ច្បាស់យើងអាចស្កប់ហើយបន្ទាប់មកយើងមកស្ដាប់ឡើងវិញ2 3ដងទៅនឹងអាចយល់អញ្ចឹងខ្ញុំនឹងដាក់បកប្រែជាខ្មែរមួយទៀតអាចឲ្យយើងយល់ក្រែងការប្រយោជន៍របស់ខ្ញុំអត់សូវច្បាស់អញ្ចឹងណានៅមានករណីមួយចំណុចទៀតអញ្ចឹងយើងមកមើលបន្តគេថាស្រៈផ្សំដោយ E ហើយនឹង O គឺជាករណីលើកលែងចំពោះច្បាប់នេះដែលសញ្ញាសំឡេងត្រូវដាក់នៅពីលើអក្សរ O វិញមិនមែនអក្សរ E នោះទេព្រោះអី E ហើយនឹង O គឺជាទម្រង់នៃអក្សរកាត់នៃ E O និង O ចំពោះសំឡេងស្រាលគឺមិនមានដាក់សញ្ញាសំឡេងឡើយអញ្ចឹងតកតងជាមួយនឹងសំឡេងស្រាលហ្នឹងគឺអត់មានដាក់សញ្ញានៅលើសំឡេងទេប៉ុន្តែឧទាហរណ៍ថាពាក្យមួយអញ្ចឹងវាមានស្រៈហើយនឹងជញ្ជាក់អញ្ចឹងតកតងជាមួយនឹងសញ្ញាសំឡេងយើងត្រូវដាក់នៅលើស្រៈអញ្ចឹងណាខ្ញុំនឹងដាក់ខ្មែរបកប្រែខ្មែរហើយយើងនឹងមើលបញ្ជាក់វាទៅមើលពី3ដងទៅហើយមើលឧទាហរណ៍ថែមយល់តែម្ដងតោះអញ្ចឹងយើងចូលមកមើលឧទាហរណ៍ខាងក្រោមតែម្ដងចំពោះឧទាហរណ៍ខាងក្រោមគឺគេដាក់ដើម្បីឲ្យយើងសម្គាល់ហើយយើងស្ដាប់ទាំងសំឡេងហើយយើងសម្គាល់មើលអ្វីដែលជាចំណុចសម្គាល់នៅខាងលើដែលគេបញ្ជាក់ប្រាប់យើងណាតកតងជាមួយនឹងការដាក់សញ្ញានៅលើស្រៈអញ្ចឹងតោះយើងទៅស្ដាប់ហើយមើលទាំងអស់គ្នា朗读下列音节，注意声调标注的位置。Read the syllables aloud and pay attention to the positions of the tone marks. 学校，帮忙，篮球，女儿，游泳，手表，终于，公司，时间，身体，考试，国家，报纸，好吃，谢谢，客气。អញ្ចឹងយើងមកបកប្រែនៅពាក្យឧទាហរណ៍ខាងក្រោមដើម្បីឲ្យយើងចេះពាក្យកាន់តែច្រើនទៀតតោះចូលទៅស្ដាប់ម្ដងទៀតហើយនឹងមើលបកប្រែ朗读下列音节，注意声调标注的位置。Read the syllables aloud and pay attention to the positions of the tone marks. 学校，帮忙，篮球，女儿，游泳，手表，终于，公司，时间，身体，考试，国家，报纸，好吃，谢谢，客气。 ចូលមកចំណុចទៀតយើងកលេចមើលមកខាងក្រោមមកអញ្ចឹងតកតងជាមួយនឹងចំណុចទី2ខាងក្រោមហ្នឹងគេចង់បញ្ជាក់ថាតកតងជាមួយនឹងការសម្គាល់នៅការសរសេរកាត់អញ្ចឹងការសម្គាល់នៅការសរសេរកាត់ហ្នឹងគឺសំដៅទៅលើស្រៈនៅពេលដែលស្រៈ I O U ហ្នឹងគឺជាស្រៈមានន័យថាវាជាស្រៈ3នឹងជាប់គ្នាប៉ុន្តែគឺគេកាត់ចេញគឺចំពោះស្រៈទាំង3ហ្នឹងគឺវាស្មើនឹង E
និង you អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញ I O U គឺស្មើនឹងពាក្យ EU ហើយ U E I ស្មើនឹងពាក្យ U ហើយនឹង E ហើយពាក្យ U E N ស្មើនឹងពាក្យ UN មានន័យថាខ្ញុំដាក់ជាភាសាអង់គ្លេសអញ្ចឹងទៅដើម្បីឲ្យយើងនឹងស្រួលចាំជាងកុំឲ្យយើងពិបាកនៅក្នុងការបញ្ចេញសំឡេងណាយើងដាក់ជាភាសាអង់គ្លេសអញ្ចឹងហើយដាក់កាត់អញ្ចឹងគឺនឹងយល់ច្បាស់តែម្ដងហើយយើងចង់ច្បាស់ជាងនឹងទៀតតោះចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាណា朗读下列音节，注意韵母省写的部分。 Read the syllables aloud and pay attention to the abbreviated finals. 休息，睡觉，轮船，牛奶，啤酒，昂贵，留言，开会，讨论，足球，伦敦，湿润，惭愧，水果，陶醉，顺利。 អញ្ចឹងយើងមកស្ដាប់នៅឧទាហរណ៍យើងហើយនឹងបកប្រែដើម្បីឲ្យយើងចេះពាក្យបន្ថែមទៀតចំពោះពាក្យហ្នឹងពីមេរៀនមួយទៅមេរៀនមួយហ្នឹងពាក្យដដែលច្រើនទេអញ្ចឹងពេលខ្លះយើងអត់សូវចាំពាក្យប៉ុន្តែនៅពេលដែលយើងអាសាជួបដដែលអញ្ចឹងយើងនឹងរៀនឆាប់ចេះហើយចាប់បានច្រើនអញ្ចឹងបានខ្ញុំព្យាយាមដាក់បកប្រែពាក្យសំបីតែពាក្យដែលមានតែភីងអ៊ីងគឺគេកំណត់ឲ្យយើងចេះតែអានទេប៉ុន្តែគឺខ្ញុំតម្រូវឲ្យយើងទាំងអស់គ្នាហ្នឹងគឺចេះពាក្យនឹងដែរឲ្យហើយដើម្បីយើងស៊ាំទៅមុខទៀតយើងនឹងជួបដដែលគឺមានន័យថាយើងឆាប់ចាប់បានឆាប់ចាំពាក្យពូពាក្យយើងធ្លាប់រៀនម្ដងហើយអញ្ចឹងណាតោះអញ្ចឹងយើងស្ដាប់នឹងបកប្រែ朗读下列音节，注意韵母省写的部分。 Read the syllables aloud and pay attention to the abbreviated finals. 休息，睡觉，轮船，牛奶，啤酒，昂贵，留言，开会，讨论，足球，伦敦，湿润，惭愧，水果，陶醉，顺利。 តកតងទំព័រទី12ហ្នឹងគឺគេនិយាយពីភាសាប្រើប្រាស់នៅក្នុងថ្នាក់រៀនអញ្ចឹងតោះទៅស្ដាប់ទាំងអស់គ្នាថាភាសាប្រើប្រាស់នៅក្នុងថ្នាក់រៀននៅក្នុងមេរៀនទី2យើងមានអីខ្លះអញ្ចឹងតោះទៅស្ដាប់ទាំងអស់គ្នា课堂用语 Classroom expressions. 打开书，请大声读，再读一遍，一起读。有问题吗？ បន្ទាប់ពីបានស្ដាប់ម្ដងហើយយើងមកអានតាមហើយនឹងមើលបកប្រែម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ហើយកុំភ្លេចយកអនុវត្តផងដោយសារតែពាក្យហ្នឹងយើងប្រើប្រាស់ក្នុងថ្នាក់វាសឹងតែដដែលណាដល់អញ្ចឹងយើងរៀនអនុវត្តទៅយើងឆាប់ចេះ 课堂用语 Classroom expressions. 打开书，请大声读，再读一遍，一起读。有问题吗？ អញ្ចឹងយើងចូលមកចំណុចមួយទៀតតកតងជាមួយនឹងគំនូសអក្សរចិនចំណុចទី1អញ្ចឹងកាលពីម្លឹកមេរៀនទី1មកវិញកាលពីមេរៀនទី1ហ្នឹងគឺយើងបានសិក្សារួចម្ដងមកហើយពេលនោះគឺយើងបានរៀនពាក្យមូលដ្ឋានសំដៅគំនូសមូលដ្ឋានដែលយើងមានហឹងភាសុទានណាឥឡូវនេះគឺយើងរៀនថែម3ទៀត ទាំង3គំនូសហ្នឹងគឺបំបែកចេញពីគំនូសរបស់យើងទាំង5ដែលយើងរៀននៅមេរៀនទី1អញ្ចឹងតោះមកអានគំនូសហ្នឹងទាំងអស់គ្នាចំពោះគំនូសទី1ហ្នឹងមានឈ្មោះថាហឹងជឹគំនូសទី2ឈ្មោះថាសុជឹគំនូសទី3ឈ្មោះថាសុកោ
ហើយយើងចូលមកចំណុចទី2យើងមកមើលឧទាហរណ៍ហើយចំពោះឧទាហរណ៍ហ្នឹងគេគ្រាន់តែប្រាប់យើងពីការវិវត្តនៃអក្សរចិនមានន័យថាគំនូសអក្សរចិនហ្នឹងណាហើយកុំភ្លេចរៀនសរសេរផងគំនូសថ្មីដែលគេប្រើប្រាស់ជាប្រចាំថ្ងៃហ្នឹងគឺនៅគំនូសចុងក្រោយគេអញ្ចឹងសូមមកមើលវីដេអូនៅក្នុងការដែលសរសេរអក្សរតម្រាំបានអក្សរមួយហ្នឹងយើងផ្សំពីអ្វីខ្លះមានន័យថាផ្សំពីគំនូសអ្វីខ្លះអញ្ចឹងគំនូសយើងរៀនកាលពីមុនមាន5ឥឡូវបូកថែម3ទៀតអញ្ចឹងគំនូសទាំង8ហ្នឹងផ្គុំចេញជាអក្សរចិនគ្រាន់តែថាពេលខ្លះអក្សរខ្លះវាប្រើត្រឹមតែពី3គំនូសទេអក្សរខ្លះវាច្រើនជាងនឹងទៅតាមនឹងឯងអញ្ចឹងតោះយើងទៅមើលវីដេអូហើយមេរៀននេះក៏ចាប់តែត្រឹមហ្នឹងចំពោះមេរៀនទី2竖横折横，竖横折横，口竖横折撇，竖弯钩，竖横折撇，竖弯钩，竖横折撇，竖弯钩，剑竖竖折竖，竖竖折竖，竖竖折竖，山竖钩撇点，竖钩撇点，竖钩撇点，小横撇竖点，横撇竖点，横撇竖点，不